ពោលនេះគឺជាកម្មវិធីដង្ហែសពរបស់ប្អូនមឿនខួចដែលប្អូនបានធ្វើការកិរិយាទៅដោយរោគគាពៀតមកបៀតបៀននៅក្នុងរូបរាងកាយរបស់ប្អូនប្រុសចឹងគឺដោយប្អូនបានធ្វើការកិរិយាទៅដោយញាតិមិត្តអ្នកភូមិផងរបងជាមួយរបស់ប្អូនប្រុសបានជួយដង្ហែដង្ហមអមសពរបស់ប្អូនប្រុសទៅដល់កន្លែងទីមច្ឆាព្រោះហើយនេះគឺជាសកម្មភាពដែលពិធីដង្ហែសពរបស់ប្អូនប្រុសជាលើកចុងក្រោយហើយការបែកព្រាត់លើកនេះគឺប្អូនប្រុសមិនអាចនឹងត្រឡប់មកជួបឪពុកម្ដាយបងប្អូនពូមីងសាច់ញាតិពូម៉ាក់អីទេគឺទៅនេះទៅជារៀងរហូតព្រោះហើយអាត្មាក៏បាននិមន្តទៅគង់នៅក្រែអភិធម្មផងដែរ